សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយពី Apple ID ឬក៏បច្ចុប្បន្នគេហៅ Apple Account ពីមុនគេហៅ iCloud ផងបាទន័យរបស់វាគឺដូចគ្នាទេណាគឺយើងចង់សម្ដៅអញ្ចឹងខ្មែរយើងតែន័យរបស់ Apple អាចនឹងផ្សេងចំពោះការចាប់ផ្ដើមរបស់ Camtotic ដំបូងកាលពី10ឆ្នាំជាងមុនអីហ្នឹងគឺចាប់ផ្ដើមដោយបង្ហាញបងប្អូនពីគន្លឹះខ្លីៗស្ដីអំពីបច្ចេកវិទ្យាការប្រើប្រាស់ឧបករណ៍ទំនើបដូចជាទូរស័ព្ទទាក់ទងនឹងការប្រើក្នុងទូរស័ព្ទនឹងផងទាក់ទងនឹងការ download កម្មវិធីការប្រើកម្មវិធីនេះនោះអីផងព្រោះថាកាលពី10ឆ្នាំជាងមុនហ្នឹងគឺខ្មែរយើងអត់សូវចេះប្រើទេអ្នកខ្លះគឺអត់ចេះហ្មងទាក់ទងនឹងទូរស័ព្ទអីហ្នឹងហើយសូម្បីតែចង់បានកម្មវិធីណាមួយក៏យកទៅឲ្យគេដាក់ឲ្យហើយអស់$1 $2 អីចឹងទៅដល់អញ្ចឹងCamtoticបង្ហាញទៅបងប្អូនទទួលបានដែលអត់គិតអស់លុយអីចឹងកាលហ្នឹងណាបាទឥឡូវចង់និយាយពីរឿងពីមុនបន្តិចតទៅនឹង Apple ID បច្ចុប្បន្នក៏នៅតែមានអ្នកអត់ចេះដែរគឺពេលទិញទូរស័ព្ទពីគេជាពិសេសគឺទិញ iPhone ហ្នឹងពេលទិញទូរស័ព្ទពីគេគឺឲ្យគេបង្កើត Apple ID ឲ្យបើឲ្យគេបង្កើតឲ្យបងប្អូនប្រើលេខទូរស័ព្ទខ្លួនឯងដាក់លេខទូរស័ព្ទខ្លួនឯងអត់បញ្ហាទេពីព្រោះមិនបានថាអត់បញ្ហាពេលដែលយើងត្រូវការ verify គឺលេខទូរស័ព្ទរបស់យើងគឺយើងអាចយកលេខកូដបានដោយខ្លួនឯងប៉ុន្តែបញ្ហាធំនៅពេលដែលបងប្អូនទិញ iPhone ឬក៏ iPad អីពីគេស្រាប់តែយក Apple ID របស់គេប្រើ Apple ID របស់អ្នកលក់យកមកប្រើឬឲ្យគេបង្កើតឲ្យពួកខ្លួនអាចចេះបង្កើតដោយប្រើប្រាស់លេខទូរស័ព្ទរបស់គេអាហ្នឹងគឺបញ្ហាធំហើយពីព្រោះ Apple ID នេះដូចជាដួងព្រលឹងរបស់ iPhone ឬ iPad អញ្ចឹងនិយាយទៅនៅឧបករណ៍ផ្សេងទៀតរបស់ Apple ប៉ុន្តែខ្ញុំមិននិយាយពី iPhone iPad អញ្ចឹងទៅគឺវាដូចជាដួងព្រលឹងអញ្ចឹងថ្ងៃណាមួយគឺនៅពេលដែលគេចង់ប្លុកទូរស័ព្ទហ្នឹងគេចង់លុបទូរស័ព្ទហ្នឹងគេចង់យ៉ាងម៉េចហ្នឹងគឺគេអាចធ្វើតាមចិត្តបានណាវាអញ្ចឹងណាមកពីបញ្ហាត្រង់នេះហើយបានជានៅពេលដែលយើងទិញ iPhone នៃអីពីហាងផ្សេងហ្នឹងគឺយើងត្រូវឆែកចំណុចសំខាន់មួយទូរស័ព្ទទឹកគឺតើទូរស័ព្ទហ្នឹងមានជាប់ iCloud អត់បច្ចុប្បន្នគេហៅ Apple Account ណាពីមុនគេហៅ Apple ID តែឥឡូវ Apple វាដូរហើយគឺវាឲ្យយើងហៅ Apple Account អញ្ចឹងមានជាប់អត់ហេតុអីបានយើងខ្លាចពីព្រោះយើងខ្លាចនៅពេលដែលប្រើទៅម្ចាស់ដើមគេត្រូវការស្រាវជ្រាវរកវិញទៅគេលុបទិន្នន័យលើ iPhone ហ្នឹងគេមិនឲ្យ iPhone ហ្នឹងប្រើការកើតអីចឹងណាហូតដល់នេះដូចដួងព្រលឹងដល់គេអញ្ចឹងយល់អត់កន្លែងហ្នឹងណាអាហ្នឹងជាបញ្ហាធំអញ្ចឹងត្រូវតែស្អីគឺក្តោបក្តាប់ដោយខ្លួនឯងទាំងអស់អ្នកទិញ iPhone ឬ iPad ពីគេនៅមានអ្នកអត់ទាន់ដឹងពីនេះទៅហើយក្តោបក្តាប់យ៉ាងម៉េចលេខទូរស័ព្ទនិង email ដែលយកទៅបង្កើត Apple Account ហ្នឹងគឺត្រូវតែក្តោបក្តាប់ដោយខ្លួនឯងទាំងអស់បាទព្រោះការបង្កើត account ណាមួយព្រោះឥឡូវ Apple ហៅថា Apple Account ហើយការបង្កើត account ណាមួយពាក្យថា account វាទាល់តែយកលេខទូរស័ព្ទឬក៏យក email យកទៅប្រើទើបអាចបង្កើត account បានមិនថា account Facebook អីទេ TikTok អីទេគឺត្រូវតែយកលេខទូរស័ព្ទឬក៏ email យកទៅបង្កើតទើបបង្កើតបានអញ្ចឹងចំណុចចាប់ដើមដំបូងភាគច្រើនបំផុតហើយសប្តាហ៍ថ្ងៃនេះនៅពេលដែលយើងបង្កើត account អីមួយគឺវាត្រូវការលេខទូរស័ព្ទដូច្នេះបងប្អូនដែលមានលេខទូរស័ព្ទសម្រាប់បងប្អូនខ្លួនឯងលេខទូរស័ព្ទហ្នឹងក៏ត្រូវតែជាលេខទូរស័ព្ទដែលទិញដោយបានប្រើប្រាស់អត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដែរអញ្ចឹងគឺតាំងពីចំណុចចាប់ផ្ដើមហ្នឹងគឺឲ្យខ្លីគឺចេញពីអត្តសញ្ញាណប័ណ្ណខ្លួនឯងដំបូងគេបំផុតគឺចេញពីអត្តសញ្ញាណប័ណ្ណខ្លួនឯងអាហ្នឹងបានយើងគេហៅថាប្រើទៅវាច្បាស់លាស់បាទប្រើទៅត្រូវអត់មានបញ្ហាថ្ងៃក្រោយគឺយើងអាចដោះស្រាយបានដែរវាដោះស្រាយតកន្ទុយដូចថាឥឡូវខូច Apple ID មានបញ្ហា Apple ID គឺយើងអាចដោះស្រាយដោយយកលេខកូដពីលេខទូរស័ព្ទឥឡូវបើយើងបាត់លេខទូរស័ព្ទទៀតយើងដោះស្រាយដោយ
tới cái lạnh cầm hồn do ta nhàn bàn tạo kia tới cứ ai vô lấy từ sao mà dương bây giờ ta cầm chú á còn cô cài ấy bao kia đó cứ kia nãy giờ dương bán này kia vô lấy nâng lụa mặt hai lụa nạp xe chạy cho mặt hai nâng về cái ta chăm sóc gì tha chúng nó chăm đâm tầm 4 cứ việc ta nhàn bàn từ tổ mà lấy từ sao tổ máu bàn cao chỉ nên chỉ nuôi email hay email bằng cả account ấy chân trung priệt ấy chân từ nâng cái hai thà trong cao kỳ chẳng á sau máuสมัยនេះក៏នៅតែមានអ្នកអត់ចេះដែរហើយបងប្អូនត្រូវតែដោះស្រាយដោយយ៉ាងម៉េចបើសិនជាបញ្ហាជាប់ Apple ID របស់គេហើយអត់មានលេខទូរស័ព្ទមានអីត្រូវទៅកន្លែងហ្នឹងឡើងវិញទៅកន្លែងហ្នឹងណាឬក៏បើសិនជាអាចគឺ log out ចេញយើងហៅ log out ហ្នឹងណា log out ចេញបើ log out ចេញមិនបានទេទៅកន្លែងដែលបងប្អូនទិញទូរស័ព្ទនឹងវិញឲ្យគេ log out ចេញហើយប្រើ Apple ID របស់ខ្លួនឯងហើយមេរៀនក្នុងការបង្កើត Apple ID ឬក៏ Apple account នៅក្នុង YouTube កណោទេប៉ះអីបាទអញ្ចឹងខ្ញុំបញ្ចប់ត្រឹមតែប៉ុណ្ណេះតើតនឹងការនិយាយពីបញ្ហាទិញទូរស័ព្ទដែលជាប់ Apple ID ឬក៏ Apple account